ទេពអប្សរបានបង្កើតពណ៌ផ្កាឈូកធូលីទេពអប្សរត្រូវបានកំពុកដោយចៃដន្យនៅលើរុក្ខជាតិដាំក្នុងផាំងវិនាទីបន្ទាប់មានរឿងដ៏គួរឲ្យភ័យខ្លាចមួយបានកើតឡើងរុក្ខជាតិទាំងនោះស្រាប់តែចាប់ផ្ដើមដុះលូតលាស់យ៉ាងព្រៃផ្សៃទាំងបាយជូរវែងលាតសន្ធឹងតាមបង្អួចឆ្ពោះទៅខ្យងឃើញដូច្នេះវាក៏រាលដាលចេញទៅក្រៅវាំងនោះភ័យខ្លាចណាស់មិនយូរប៉ុន្មានដើមទំពាំងបាយជូរវាដុះពីពេញជលងភ្នំអេហ្វទាំងមូលបន្លាបទុកធូលីអមតៈក៏ត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងផងដែរនេះជារឿងដ៏គួរឲ្យរន្ធត់ណាស់សារ៉េណាបានធ្វើខុសយ៉ាងធំវាជាដំណឹងអាក្រក់ហើយនាងក៏ត្រូវបានបរិសុទ្ធទេពអប្សរបានដករុក្ខជាតិនោះចេញនាងពោពេញដោយភាពអាម៉ាស់ហើយបានត្រឡប់ទៅផ្ទះវិញចប់របស់អ្នកហើយយកវ៉ាលីរបស់អ្នកលីបានជ្រើសរើសចាក់ចេញពីជលងភ្នំអេហ្វសម្លឹងមើលជលងភ្នំអេហ្វនៅពីមុខគាត់សារ៉េណាបានស្រក់ទឹកភ្នែកដោយភាពស្ទាក់ស្ទើរចុះមកហើយបន្ទាប់មកនាងក៏សម្រេចចិត្តយ៉ាងមុតគេបានចាក់ចេញគ្មានអ្នកណាដឹងថានាងបានទៅណាទេមួយឆ្នាំក្រោយមកជលងភ្នំអេហ្វទាំងមូលពួកទេពអប្សរទាំងអស់បានប្រមូលផ្ដុំគ្នាព្រឹត្តិការណ៍ Four Seasons ដ៏អស្ចារ្យជិតដល់ហើយពិធីឈុតឆាកនេះមានភាពរស់រវើកនៅពេលនេះភ្លាមនោះរុក្ខជាតិដុះនៅជុំវិញទីកន្លែងនោះការពណ៌ផ្កាឈូកវាបង្ហាញថាសារ៉េណាបានត្រឡប់មកវិញហើយនាងបានប្រោះធូលីទេពអប្សរពណ៌ផ្កាឈូកនៅលើផ្ការែកដោយកម្មជ្រួយមនុស្សគ្រប់គ្នាគិតថាវាជាការសម្ដែងកម្មវិធីនេះត្រូវបានស្វាគមន៍ដោយការអបអរសាទរពីទស្សនិកជនតែវាអាចរសាត់ទៅជាមួយធូលីទេពអប្សរពណ៌ផ្កាឈូកខ្ចាយទេពអប្សរទាំងអស់ពួកគេទាំងអស់ត្រូវបានចាក់ថ្នាំលើកលែងតែយូរ៉េមិនខ្ញុំមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីជាមួយបងប្អូនស្រីរបស់ខ្ញុំបន្ទាប់មកសារ៉េណាបានមកដោយស្ងាត់ពួកគេបានទៅសើផ្ទុកធូលីអមតៈហើយលួចធូលីទេពអប្សរពណ៌ខៀវដ៏មានតម្លៃធីងឃើពេលនិងបងប្អូនស្រីរបស់នាងបានរកឃើញធូលីទេពអប្សរពណ៌ខៀវត្រូវបានគេលួចភ្លាមតើតាមសារ៉េណាពួកគេដឹងថាបើគ្មានធូលីទេពអប្សរពណ៌ខៀវទេបន្ទាប់មកមិនយូរប៉ុន្មានទេពអប្សរទាំងអស់នឹងវានឹងបាត់បង់សមត្ថភាពក្នុងការហោះហើរពួកគេបានដេញតាមគាត់រហូតដល់ឆ្នេរហើយឥឡូវនេះសារ៉េណានឹងសមុទ្រជាច្រើនវាត្រូវបានគេលួចអប្សរឆោតល្ងងបានគិតនាងត្រូវបានចោលសមុទ្របង្ខំពួកគេហោះទៅស៊ើបអង្កេតហើយរកឃើញតាមពិតទៅសារ៉េណាគឺជាចោលសមុទ្រប្រធានក្រុមនេះធ្វើឲ្យពួកគេភ្ញាក់ផ្អើលពួកគេបានបង្កើតរឿងនេះឡើងដោយការបន្លំខ្លួនរបស់របស់ឆាក់យកវាទៅខណៈពេលដែលសារ៉េណាមិនបានមើលធូលីទេពអប្សរពណ៌ខៀវសារ៉េណាប្រញាប់ប្រញាល់ពួកគេចាប់បានយ៉ាងលឿននិងពីមាត់គាត់បានទាញធូលីទេពអប្សរ7ពណ៌ចេញពីថង់វាត្រូវបានប្រោះលើដេញនឹងអ្នកដទៃទៀតឧត្តមភាពធូលីទេពអប្សរបានបោកបក់ពួកគេចូលទៅក្នុងទឹកជ្រោះសារ៉េណាកាន់ទេពអប្សរធូលីបានងាកហើយហោះទៅឆ្ងាយពេលដែលសៀវទីងនិងអ្នកដទៃទៀតភ្ញាក់ឡើងវិញមកស្វែងយល់ពីសមត្ថភាពរបស់ខ្លួនឯងពួកគេពិតជាបានបដូរកន្លែងគ្នាមែនដូរ៉ាអេម៉ុននាងបានប្រែក្លាយទៅជាផ្កាកុលាបគាត់បានលើកទឹកជ្រោះដោយឆ្កងក្រណាត់មនុស្សគ្រប់គ្នាបានឆ្លងកាត់ទឹកជ្រោះដោយដើរតាមស្លឹកឈើបានរអិលទៅឆ្នេរទាំងមូលឧត្តមភាពទេពអប្សរសត្វបានធ្លាក់ចូលទៅក្នុងមួយនៅលើសុទ្ធយៈមួយបន្ទាប់មកសុទ្ធយៈមួយទៀតបែកខ្ញែកភ្នែកធំមួយត្រូវបានបង្ហាញពួកគេបានចេញមកសូមជួយចុច follow និងឲ្យបេះដូងម្នាក់មួយដើម្បីទទួលភាពបន្តរឿងល្អមើលច្រើនទៀតចង់មើលរឿងអីជួយ comment មកណា